ទេដែលអ្នកអាចត្រឡប់មករកខ្ញុំវិញខ្ញុំដឹងថាអ្នកល្អនឹងខ្ញុំប៉ុន្តែអ្នកមិនអាចនៅឈ្លានពានបែបនេះជារៀងរហូតបានទេខ្ញុំអាចផ្ដល់ពេលវេលាឲ្យអ្នកបានអ្វីអាចទុកឲ្យពេលវេលាកំណត់ពេលវេលាអាចដោះស្រាយបញ្ហាទាំងអស់អ្នកនៅតែមិនយល់ពីបញ្ហាមែនទេខ្ញុំមិនយល់ទេអ្នកមិនយល់ថាហេតុអ្វីបានជាកណ្ដឹងទ្វាររត់នៅពេលនោះទេពេលបើកទ្វារបរោះនោះមានការភ្ញាក់ផ្អើលពេលដឹងថានោះជាពូជដែលពីមុនគាត់ស្រាប់តែដឹងខ្លួនភាគីម្ខាងទៀតអាចជាអ្នកលក់ចំការដូច្នេះគាត់ក៏បោះជំហានទៅមុខភ្លាមអ្នកគឺជាលោកម្ចាស់តើនោះជាចំការឈើដែលអ្នកចង់ទិញមែនទេមិនមែនលក់ឈ្មោះទេសុភាពរៀបសារឲ្យសុំទោសបរោះចំណាស់ពីព្រោះមានតែការទិញចំការប៉ុណ្ណោះមានតែពេលនោះទេដែលមិត្តស្រីរបស់អ្នកអាចផ្លាស់ប្ដូរចិត្តដោយមិននឹកស្មានដល់ពូនោះក៏លែងមានប្រតិកម្មអ្វីតតែសោះគ្មានប្រយោជន៍អ្វីទេបាននិយាយជាមួយមនុស្សដូចអ្នកខ្ញុំមិនប្រគល់ដីនោះឲ្យអ្នកជាដាច់ខាតលោកតាចាស់ឲ្យលោកមិនយល់ភាសាមនុស្សទេលក់ដីឲ្យខ្ញុំសុបិនស៊ូស្ដីមុខរបស់វីណាប្រែជាស្លេកស្លាំងសភាពគិតរបស់ខ្ញុំគឺដើម្បីជួយសង្គ្រោះមនុស្សប៉ុន្តែមីងហាវបានបញ្ឈប់គាត់គ្មាននរណាម្នាក់បានឃើញគាត់កំពុងនិយាយមិនសមហេតុផលគាត់សមនឹងស្លាប់គាត់កំពុងរៀបចំរថគេចពីកន្លែងកើតហេតុជាមួយវ៉ែនណាទោះយ៉ាងណាក៏ដោយអ្នកដំណើរម្នាក់បានលេចឡើងនៅក្បែរនោះអ្នកទាំងពីរក៏តានតឹងឡើងភ្លាមសូមអធិស្ឋានថាអ្នកផ្សេងទៀតទើបតែឆ្លងកាត់យ៉ាងណាមិញរឿងអាក្រក់នោះគឺបរិះនោះពិតជាបានឈប់ឡានរបស់គាត់ហើយដើរមករកពួកគេអ្នកទាំងពីរគ្មានជំរឿអ្វីក្រៅពីធ្វើពុតជាស្ងប់ស្ងាត់នោះទេសូមទូរស័ព្ទទៅយេលេទៅ300ហុងខុងដុល្លារដើម្បីសាកសួរអំពីចំនួនក្រុមហ៊ុនខ្ញុំទើបតែមកដល់ទីនេះបរិះនោះបានមករកមីងហាវគាត់បានធ្វើសញ្ញាឲ្យនាងថតរូបដើម្បីកម្ចាត់ភាគីម្ខាងទៀតឲ្យបានឆាប់តាមដែលអាចធ្វើទៅបានមីងហាវគ្មានជំរឿអ្វីក្រៅពីធ្វើតាមអ្វីដែលគាត់ត្រូវបានគេប្រាប់នោះទេមិនអីទេពេលដែលបរិះនោះហៀបនឹងចាក់ចេញទូរស័ព្ទដៃរបស់ពូដែលទុកនៅកន្លែងកើតហេតុប៉ុន្តែដោយចៃដន្យខ្ញុំក៏នឹកឃើញដល់វេនដាមើលទៅហាក់ដូចជាតានតឹងម្យ៉ាងវិញទៀតមីងហាវមានទឹកមុខក្រៀមក្រំត្រូវត្រៀមខ្លួនដើម្បីដោះស្រាយជាមួយអ្វីដែលនឹងកើតឡើងបន្ទាប់ស្ថានភាពដែលអាចកើតមានហេតុអ្វីបានជាអ្នកលើកទូរស័ព្ទនៅទីនេះឃើញវ៉ែននៅលើកទូរស័ព្ទទីបំផុតបរិះនោះក៏ចាក់ចេញទៅ